មហាជនរិះគន់យុវជនជិះកង់កណ្ដាលផ្លូវថាធ្វើរឹកអឿនិងសម្ដីឆ្លើយក្រោយមានការចែករំលែកតគ្នានៅវីដេអូរបស់យុវជនម្នាក់ដែលជិះកង់គក់ដែលគ្មានហ្វ្រាំងហើយជិះលបឿនប្រមាណចន្លោះ25គីឡូម៉ែត្រក្នុង1ម៉ោងទៅ30គីឡូម៉ែត្រក្នុង1ម៉ោងដែលបានជ្រែចុះឡើងនិងប្រើក្បាច់ប្រើស្ទាយដើម្បីបន្ថយល្បឿនក៏មានមហាជនជាច្រើនបានរិះគន់យុវជនម្នាក់នេះផងដែរនិងអ្នកខ្លះតែក្មេងនេះចូលជិះកង់បែបនេះអាចនឹងធ្វើឲ្យមានបញ្ហាដល់ម្ចាស់ឡានម៉ូតូដែលគេបើកបរលើផ្លូវត្រូវដោយសារតែជិះចូលឡានគេអាចនាំទុក្ខដល់គេទៀតមហាជនភាគច្រើនគឺបានលើកឡើងស្រដៀងគ្នាដោយបារម្ភថាថ្ងៃណាមួយយុវជនម្នាក់នេះអាចនឹងភ្លាត់ស្នៀតនិងបង្កអន្តរាយដល់ខ្លួនឯងនិងអ្នកដទៃយ៉ាងណាស្របពេលដែលមហាជនកំពុងនាំគ្នារិះគន់លើយុវជនម្នាក់នេះស្រាប់តែយុវជនដែលជិះកង់គក់ជ្រែចុះជ្រែឡើងលើកន្លងផ្លូវសម្រាប់ឡានម៉ូតូដែលមានឈ្មោះថា Phi Hong បានចេញវីដេអូតបទៅអ្នករិះគន់របស់ខ្លួនទាំងកំរោលដោយបាននិយាយពាក្យអសុរោះទៅកាន់អ្នករិះគន់ខ្លួនដើម្បីឲ្យខ្លួនល្អថែមទៀតទន្ទឹមនឹងការឆ្លើយតបបែបខឹងសម្បាទៅអ្នករិះគន់យុវជនរូបនេះក៏បានឆ្លើយតបដែរថាការដែលខ្លួនជិះកង់លេងនៅលើកន្លងផ្លូវឡានគឺដោយសារចំថ្ងៃទី14ខែមេសាជាថ្ងៃចូលឆ្នាំខ្មែរហើយដោយគិតថាមិនសូវមានឡានមានម៉ូតូទើបខ្លួនជិះលើកន្លងនោះមិនតែប៉ុណ្ណោះយុវជនរូបនេះក៏បានអះអាងថាខ្លួនមានបទពិសោធន៍ជិះកង់គក់គ្មានហ្វ្រាំងនេះ2ឆ្នាំហើយយុវជនរូបនេះបានបន្តថាបើសិនជាខ្លួនជិះកង់ទៅប៉ះពាក្យអ្នកដទៃក៏ខ្លួនមានលុយសងគេដែរហើយក៏មិនខ្វល់ពីរឿងគ្រោះថ្នាក់ចរាចរណ៍ដែរអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងមកនិយាយតាក់ទងជាមួយនឹងបញ្ហានៃការជិះកង់របស់ខ្ញុំបន្តិចខ្ញុំបានឃើញខមមិនគ្នាយើងច្រើនមែនតើតាក់ទងជាមួយនឹងបញ្ហាដែលខ្ញុំជិះកង់ហ្នឹងខ្ញុំចង់និយាយប្រាប់ថាវីដេអូមួយហ្នឹងគឺបានមានពូអ៊ំបងគាត់ចូលខមមិនច្រើនមែនតើមានអ្នកខ្លះគាត់ជិះកង់ដូចគ្នាតែគាត់បោះសម្ដីមកគឺដូចអាចជួយមើលថ្ងៃខែក៏ដូចជាពេលវេលាដែលខ្ញុំជិះគឺខ្ញុំបានផុសវីដេអូហ្នឹងនៅថ្ងៃច័ន្ទថ្ងៃទី14គឺជាថ្ងៃចូលឆ្នាំដូចតែគ្នាយើងដឹងហើយថាវាអត់មានឡានមានម៉ូតូច្រើនទេម៉ូតូមានមួយផ្លូវហ្នឹងពេលដែលខ្ញុំជិះគឺមានម៉ូតូមួយហើយគ្នាយើងចំណាំមើលអ្នកដែលគាត់ជិះកង់ហ្នឹងគឺគាត់ដឹងហើយឬក៏អ្នកដែលគាត់អ្នកជិះកង់ហ្មងអ្នកដែលគាត់ជិះកង់គឺគាត់ដឹងហើយថាតើពេលដែលខ្ញុំជិះហ្នឹងកុងទ័រខ្ញុំហ្មងពេលដែលខ្ញុំជិះហ្នឹងកុងទ័រខ្ញុំអាចខ្ទង់30ឬក៏20ជាងទេមួយទៀតខ្ញុំនិយាយតាក់ទងជាមួយនឹងអ្នកដែលខមមិនឬក៏អ្នកដែលគាត់យកវីដេអូខ្ញុំយកទៅ share បន្តហើយគាត់បានសរសេរ hashtag មតិរបស់គាត់អ្នកខ្លះគាត់ខ្លាចថាប៉ះពាល់ឡានគាត់ចង្រៃអ្នកខ្លះគាត់ថាបើប៉ះឡានគេសងអត់អ្នកខ្លះក៏គាត់បាននិយាយថាបើជិះជួបតាមផ្លូវអីគាត់ជិះបុកអ្នកខ្លះគាត់ថាជិះស្រួលបួរយ៉ាត់ប៉ះឡានគេខ្លាចឆ្លងចង្រៃខ្ញុំក៏និយាយមកថាចេះហើយមានមួយចំនួនទៀតចូលខមមិនថាមិនបានមិនតែជិះកង់មានប្រាំងមិនបានមិនតែជិះកង់ត្រឹមត្រូវដូចគេទៅអត់ចង់ជិះខ្ញុំចង់ជិះកង់ហ្នឹងខ្ញុំអត់ចង់ជិះកង់ផ្សេងខ្ញុំចង់ជិះកង់ហ្នឹងខ្ញុំចង់លេងកង់ហ្នឹងខ្ញុំស្រឡាញ់កង់ហ្នឹងខុសមែនខុសរឿងហ្នឹងខុសរឿងត្រង់ថាកង់ពួកខ្ញុំអត់ប្រាំងខុសត្រង់ថាកង់ពួកខ្ញុំអត់មានប្រាំងពួកខ្ញុំជាកើតមែនកុំភ័យបើពួកខ្ញុំទៅប៉ះអ្នកដែលខមមិនហ្នឹងឬក៏ទៅប៉ះណាគេក៏ពួកខ្ញុំសងគេដែរពួកខ្ញុំចេះជិះតែពួកខ្ញុំមិនមែនអត់ចេះជិះហើយមិនបាច់នាំគ្នាមកតុកសិចថាអាអូណៃជិះចឹងយ៉ាត់មកប៉ះឡានពូអាអូណៃមកជិះចឹងយ៉ាត់មកបុកឡានពូចង្រៃឡានពូឡានពួកឯងខ្ចីគេមែនពួកឯងភ័យមែនពួកឯងប្រមមែនខ្ចីគេមែនបើគេប៉ះគេសងហើយបន្ទាប់ពីយុវជនរូបនេះបានចេញវីដេអូឆ្លើយតបទៅនឹងមហាជនបែបនេះបានធ្វើឲ្យមហាជនរឹតតែក្តៅស្លឹកត្រចៀកនឹងយុវជនរូបនេះថែមទៀតជាក់ស្ដែងពលរដ្ឋម្នាក់ថាក្មេងអីឆ្លើយម្លេះគេប្រាប់ប្រដៅឲ្យល្អសោះមិនចេះស្ដាប់ខណៈពលរដ្ឋម្នាក់ទៀតថាប្អូនឯងគិតថាមានលុយសងគេគឺរួចមែនឧទាហរណ៍ថាប្អូនឯងភ្លាត់ស្នៀតចូលឡានបងហើយអូនឯងលាចាកលោកទៅម្ដាយឪពុកប្អូនមកប្តឹងបងប្អូនឯងឡើងពីដីមកប្រាប់ថាកុំប្តឹងបានដែរទេចុះបើមិនដល់ស្លាប់ត្រឹមរងរបួសក៏ជាប់ពាក់ព័ន្ធគេត្រូវដោះស្រាយដែរខាតពេលគេប្អូនឯងក្មេងតែបោះសម្ដីឆ្លើយតែម្ដងគេដឹងថារឿងជិះកង់ជារឿងប្អូនឯងហើយតែគេនិយាយគ្រប់គ្នាដោយសារប្អូនឯងជិះលើផ្លូវសាធារណៈបើអូនឯងជិះផ្លូវឯកជនចង់បង្ហោះឬថយក្រោយក៏គេមិនខ្វល់ដែរចង់ជិះបត់កកង់ក៏បានដែរប្អូនមានលុយទិញកង់ល្អអូខេលុយហើយ
តែកុំឲ្យភ័យបារម្ភដល់អ្នកដទៃហើយមួយទៀតប្អូនប្រៀបធៀបរឿងក្មេងទំនើងរឿងកង់3ហេតុអីគេមិនទៅអប់រំគេអប់រំហើយតែពួកនោះមិនស្ដាប់មិនគោរពតាមបើប្អូនប្រៀបធៀបអញ្ចឹងដូចមានន័យថាប្អូនចង់ធ្វើដូចក្មេងស្ទាវនឹងដែរចង់ធ្វើជាក្មេងទំនើងដែរ